សួស្តីអ្នកនរគ្នាខ្ញុំឆេស៊ីត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងទៀតតពីពាក្យមុនគឺពេលដែលអូនយកហ្នឹងបានមកដល់ផ្ទះស៊ូអេហ្នឹងក៏សួរថាឲ្យមកធ្វើអីអូនយកហ្នឹងក៏ថាកាយយើងប្រាប់ឲ្យខ្ញុំមកស៊ូអេក៏ថាតែខ្ញុំនិយាយហ្នឹងនិយាយឲ្យរ៉ាអឹមលឺតាមានបាននិយាយមែនតែនណាតែចូលជាប្រុសស្អាតមកដល់ផ្ទះហើយក៏ហៅចូលផ្ទះតែហ្មងទៅពេលដែលចូលមកដល់អូនយកគាត់ក៏សួរថាហើយអត់មានណាគេនៅផ្ទះទេមែនហ្នឹងក៏ប្រាប់ទៅថាឪពុកម្ដាយរបស់ខ្លួនហ្នឹងទៅដើរលេងហើយរ៉ាអឹមហ្នឹងអត់ទាន់មកវិញទេតតែម៉ោង8យប់អីហើយបរិសចិនថាមែនយើងហ្នឹងមកក៏មិនភ្លេចដែរគឺមានទិញនំប៉័ងទិញអីយកមកផ្ញើម្ចាស់ផ្ទះគេដែរតែឈើនិយាយគ្នាសុកស្រាប់តែឮពីណាគេហ្នឹងចុចលេខកូដពីអ្នកនេះសភ្នែកបដ ாய் មិនដឹងធ្វើអីហ្នឹងក៏អូនយកហ្នឹងចូលទៅក្នុងបន្ទប់ខ្លួនសិនទៅងាកមកហ្នឹងក៏ឃើញថារ៉ាអឹមហ្នឹងមកទាន់ល្មមរ៉ាអឹមហ្នឹងក៏សួរថាហើយកំពុងធ្វើអីនៅកន្លែងហ្នឹងពេលនោះយើងឃើញថារ៉ាអឹមមកផ្ទះមុនម៉ោងហើយនាំទាំងពួកម៉ាក់3 4នាក់មកទៀតហ្នឹងក៏និយាយទាំងផិតភ័យថាអូយយកមិត្តភ័ក្តិមកទៀតហើយមកឡើងច្រើនអ្នកបន្ទាប់ពីទទួលភ្ញៀវចូលផ្ទះហើយ2នាក់បងប្អូនគេហ្នឹងគេមកនិយាយគ្នាហ្នឹងក៏សួរថាហេតុអីបានយើងហ្នឹងយកមនុស្សមកច្រើនម៉េះរ៉ាអឹមក៏ថាឥឡូវហ្នឹងចិត្តប្រឡងហើយអញ្ចឹងហើយពួកយើងហ្នឹងត្រូវការស្វ័យសិក្សាជាមួយគ្នាហ្នឹងក៏សួរទៅហើយអញ្ចឹងប្រុងឲ្យពួកគេនៅដល់ម៉ោងប៉ុន្មានតែចម្លើយរបស់រ៉ាអឹមហ្នឹងធ្វើឲ្យហ្នឹងកាំងមែនតើដោយរ៉ាអឹមហ្នឹងនិយាយថាខ្លួននឹងអត់ច្បាស់ហើយប្រហែលជាអាចនៅមួយយប់ទោភ្លឺហើយរ៉ាអឹមនឹងថែមទាំងនិយាយទៀតថាចង់មករៀនជាមួយគ្នាអត់ក្រែងយើងនិយាយថាមិត្តភក្តិយើងមកដែរហើយយើងមើលតែទឹកមុខរបស់រ៉ាអឹមទៅគឺដឹងហើយហ្នឹងក៏គិតក្នុងចិត្តដែរថារ៉ាអឹមនឹងមិនដែលហៅពួកម៉ាក់ហៅអីមកផ្ទះញ៉ៃញ៉ៃទេតែគ្រាន់តែឮថានាំពួកម៉ាក់មករ៉ាអឹមក៏ធ្វើអញ្ចឹងហ្នឹងគឺគិតថារ៉ាអឹមនឹងធ្វើនឹងគឺមានគោលបំណងហីព្រោះតែធ្វើអញ្ចឹងទៅគឺធ្វើឲ្យនឹងអត់អាចហៅអូនយកមកបានទេពេលដែលចូលមកដល់បន្ទប់វិញក៏ឃើញថាអូនជុកកំពុងតែអង្គុយចាំហើយគាត់គិតថាគាត់អត់អាចឲ្យអ្នកដតីហ្នឹងដឹងបានទេបើពួកគេដឹងថាអូនយកនៅហ្នឹងប្រកាសជាមានពាក្យចចាមអារាមបែកសាយភាយពេញហ្នឹងទៀតលើហើយអូនជុកគាត់ឆ្ងល់គាត់សួរថាមានរឿងអីព្រោះមើលទៅហ្នឹងដូចជាស្ងាត់បាត់មាត់បាត់កហ្នឹងក៏ប្រាប់ទៅថាពួកគេហ្នឹងប្រហែលជានៅមួយយប់ទោភ្លឺហើយអញ្ចឹងហើយអូនយកឯងហ្នឹងលាក់ពួនសិនទៅគ្រាន់តែនិយាយគ្នាចប់ហ្នឹងក៏ឮសំឡេងសើចសប្បាយចេញមកពីខាងក្រៅហើយពីអ្នកហ្នឹងក៏មិនដឹងធ្វើអីដែរក៏អង្គុយចាំមើលម៉ោងទៅហើយយើងគឺគាត់មានអារម្មណ៍ថារឿងពិបាកទ្រាំដោយសារវាមានអារម្មណ៍ថាស្ងាត់ពេកអញ្ចឹងហើយខ្លួនហ្នឹងក៏ទាញទូរស័ព្ទមកដាក់កាសហើយក៏ឆ្លៀតសួរអូនយកដែរថាចង់ស្ដាប់ចម្រៀងមួយគ្នាអត់អូនយកហ្នឹងគិតមកបន្តិចរួចក៏ទទួលយកកាសហ្នឹងហ្នឹងក៏ចាប់ដើមរកបទចម្រៀងចាក់ទៅព្រោះថាស្ដាប់ចម្រៀងមួយគ្នាក៏គ្រាន់បើជាអង្គុយស្ងាត់អត់មានធ្វើអីដែរសំខាន់បទគេចាក់ណាបទស្វីតទៀតពេលដែលស្ដាប់អត្ថន័យចម្រៀងហ្នឹងទៅចេះតែអត់គិតមិនបានពីអូនយកនៅក្បែរខ្លួនហ្នឹងដោយចម្រៀងហ្នឹងគេនិយាយអំពីកែវភ្នែកដ៏ជ្លក់វង្វេងបបោមាត់ដ៏ផ្អែមដូចជាស្ករគ្រាប់គ្រាន់តែស្ដាប់ចម្រៀងហ្នឹងហើយគឺភ្ញាក់ព្រឺតខ្លួននេះភ័យមែនតើហើយទៅគិតអីឡប់អញ្ចឹងក៏បញ្ញាប់ងាកមកបិទចម្រៀងហ្នឹងវិញហើយក៏ក្រោកឈរឡើងលឿននិយាយថាអូយក្រោហ្នឹងរឹងហើយដោយសារតែមនុស្សស្លន់ពេកងើបឈរភ្លាមហ្នឹងភ្លេចថាខ្លួនហ្នឹងកំពុងតែដាក់កាសជាមួយគ្នាក៏តាក់ខ្សែកាសហ្នឹងដួលមកមុខវិញហើយត្រូវចំពេលហ្នឹងអូនយកក៏ងាកមកហើយហ្នឹងក៏ងាកទៅពីរអ្នកហ្នឹងក៏សម្លឹងមុខគ្នាចំសំខាន់ណាចម្រៀងប្រូកន្លែងហ្នឹងគឺគេច្រៀងថាថើបខ្ញុំមកពេលហ្នឹងពីរអ្នកហ្នឹងគឺមើលបបោមាត់គ្នាទៅវិញទៅមកទៀតហើយនៅមើលមុខអីទៀតបើថាថើបទៅតែចៃដន្យនេះគេអត់បានថើបទេហ្នឹងក៏ងើបឈរហើយអូនយកទាំងភ័យថាឃ្លានអត់ហើយក៏ដើរចេញយកលេសថាចាំគាត់ហ្នឹងទៅរកអីឲ្យអូនយកញ៉ាំពេលដែលទៅបាត់អូនយកនៅម្នាក់ឯងហ្នឹងគាត់ហ្នឹងក៏រើសកាសហ្នឹងយកមកស្ដាប់វិញហើយក៏ចូលតួម្នាក់ឯងទៅមកដល់ក្រៅបន្ទប់ហើយនៅឈរមកកន្លែងសិនព្រោះថាខ្លួនមិញហ្នឹងគឺអៀនខ្លាំងមែនតើគាត់ឆ្ងល់ថាហេតុអីបានជាអូនយកមិញហ្នឹងមើលបបោមាត់ខ្លួនអញ្ចឹងខ្លួនហ្នឹងព្យាយាមអត់គិតមែនតើក៏ដើរមកចក្រានបាយក៏បានលឺមិត្តភក្តិរ៉ាអឹមហ្នឹងនិយាយថាក្រែងថ្ងៃស្អែកហ្នឹងគឺជាថ្ងៃ birthday របស់អូនយកឯងហើយគេក៏បបួលរ៉ាអឹមហ្នឹងទៅកម្មវិធី surprise អូនយកដូចគ្នាដោយគម្រោងដែលគេធ្វើហ្នឹងគឺធ្វើនៅថ្ងៃស្អែកពេលល្ងាចត្រឡប់ពីចក្រានបាយហ្នឹងក៏មកអង្គុយក្នុងបន្ទប់វិញពីរនាក់ហ្នឹងគឺអង្គុយចាំយូរមែនតើតាំងពីព្រះអាទិត្យនៅរះរហូតដល់បាត់ព្រះអាទិត្យដល់យប់ហើយក៏នៅតែមិត្តភក្តិរ៉ាអឹមហ្នឹងមិនព្រមទៅណាដែរហើយម៉ោងហ្នឹងវាជ្រេះហើយចូលដល់2:10យប់ហើយសូម្បីតែអូនយកអង្គុយរៀនហ្នឹងក៏ចាប់ផ្ដើមឈឺកចុកខ្នងដែរតែពេលកលេចទៅមើលហ្នឹងឃើញថាដេកលក់បាត់ហើយទូរបស់យើងគឺសឡឹងមើលកូនស្រីគេដេកឃើញដៃទូស្រីហ្នឹងនៅកាន់បិចគេបរោះចិត្តល្អហ្នឹងក៏យកបិចហ្នឹងចេញកុំឲ្យដេកកាន់បិចចឹងហើយក៏ដើរទៅបិទភ្លើងទៅខ្លួនក៏មិនបានទៅណាដែរក៏មកអង្គុយក្បែរក្រែហ្នឹងវិញអាណាឡើងទៅដេកលើក្រែមួយគេមិនអង្គុយហ្នឹងទៅមកសបកក្រោយមកហ្នឹងក៏បើកភ្នែកហើយខ្លួនហ្នឹងឡើងខ្មាស់មែនតើគិតថាមិញសមោសម័យមែនព្រោះតែខ្លួនហ្នឹងគឺដឹងថាអូនជុកហ្នឹងបានសឡឹងខ្លួនដោយសារតែមិញហ្នឹងគឺអត់ទាន់បានដេកទេគ្រាន់តែបន្លំខ្លួនធ្វើដេកចឹង
ហើយឆ្ងល់ថាអាគាត់នឹងថៃមកសម្លឹងមុខពេលគេដេកនេះស៊ូអេនឹងមិនអស់ចិត្តទេក៏ទាញទូរស័ព្ទ Jellypop របស់ខ្លួននឹងមកបើកមើលហើយក៏ឃើញថា system ហ្នឹងគឺ load log point ឲ្យខ្លួនហ្នឹងបន្ថែមមួយស៊ូអេហ្នឹងក៏ភ្ញាក់ខ្លួនសម្លឹងទៅកាន់អ៊ុនយុកហើយចៃដន្យពេលហ្នឹងអ៊ុនយុកហ្នឹងក៏បើកភ្នែកសម្លឹងមកវិញហើយពីរអ្នកគេឡើងដេកសម្លឹងមុខគ្នាទីសម្លឹងមុខគ្នាមកសបកដែរបានស៊ូអេហ្នឹងជាអ្នកហើបមាត់និយាយមុនថា Happy birthday ហើយភ័យមែនតើខ្លាចថាអ៊ុនយុកហ្នឹងឃើញថាខ្លួនមិញហ្នឹងយកទូរស័ព្ទមកបើកមើលតែអ៊ុនយុកនេះឡើងស្ងាត់ជ្រាបហើយស៊ូអេហ្នឹងក៏ឆ្ងល់បដ ாய் គាត់ហ្នឹងក៏ថាក្រែងថ្ងៃហ្នឹងគូកំណើតយើងហ៎ព្រោះតែឥឡូវហ្នឹងគឺឆ្លងចូលថ្ងៃថ្មីហើយអ៊ុនយុកហ្នឹងក៏ថាអូបាទស៊ូអេហ្នឹងឆ្ងល់បដ ாய் ថាគាត់ហ្នឹងអត់ស្គាល់ថ្ងៃកំណើតខ្លួនឯងទេហើយក៏និយាយថាតាមមេទៅប្រហែលជាខ្ញុំហ្នឹងជាមនុស្សដំបូងដែលនិយាយ Happy birthday ទៅកាន់យើងនៅក្នុងឆ្នាំហ្នឹងហើយប៉ុន្តែដូចដែលយើងបានឃើញហើយថាខ្ញុំហ្នឹងអត់មានកាដូអត់មានខេកហើយក៏អត់មានទៀនដែរគឺខ្ញុំឮពីគេនិយាយគ្នាមិញហ្នឹងនៅខាងក្រៅទេសំទោសណាដែលជាមនុស្សដំបូងដែលនិយាយ Happy birthday ប៉ុន្តែអត់មានបានរៀបចំអីសោះសំខាន់ណាមកត្រូវជាប់បន្ទប់ជាមួយនឹងមនុស្សដែលអត់ស្និទ្ធស្នាលជាមួយគ្នាទៀតអូយសុំទោសមែនតើសុំទោសខ្លាំងណាស់នេះអូនយកលឺហើយគាត់ក៏សួរតបទៅវិញថាពួកយើងនឹងអត់ស្និទ្ធស្នាលទេខ្ញុំណាខំគិតថាពួកយើងឥឡូវនោះស្និទ្ធស្នាលជាងមុនហើយតើសួរអីហ្នឹងក៏និយាយទាំងពីរថាហ្នឹងខ្ញុំក៏គិតអញ្ចឹងដែរខ្ញុំគិតថាពួកយើងឥឡូវហ្នឹងក៏ស្និទ្ធស្នាលដែរប៉ុន្តែបើសិនជាខ្ញុំនិយាយទៅខ្ញុំគិតអញ្ចឹងតែម្នាក់ឯងវាប្រហែលជាមិនសូវល្អទេរបៀបថាខាញ់លោកគិតថាខ្លួនឯងនិយាយថាយើងស្និទ្ធស្នាលទៅខាញ់លោកគិតតែឯងអូនយកអត់បានគិតអញ្ចឹងឃើញស៊ូអេបញ្ញាប់បកស្រាយបញ្ញាប់បញ្ញាអញ្ចឹងអូនយកហ្នឹងក៏អស់សំណោចស៊ូអេហ្នឹងអត់យល់ថាគាត់ហ្នឹងសោចអីគេបន្ទាប់ពីសោចអូនយកហ្នឹងក៏ថាហេខ្នងខ្ញុំឥឡូវហ្នឹងឈឺខ្លាំងនិយាយទៅអូនយកហ្នឹងគឺគាត់សុំខ្នើយមួយមកដេកហ្នឹងណាស៊ូអេក៏ថាខ្នើយមួយហ្នឹងដេកកើតដែរអូនយកថាមិនអីទេហើយគាត់ហ្នឹងក៏ដេកលើការ៉ូជាមួយនឹងខ្នើយមួយហ្នឹងទៅតែស៊ូអេហ្នឹងគឺមិនអស់ចិត្តទេឲ្យគ្នាមកផ្ទះខ្លួនឲ្យវេទនាអញ្ចឹងទៀតក៏ទៅទាញអូនយកហ្នឹងមកថានេះមកដេកលើពុកមកពេលដែលដេកហ្នឹងស៊ូអេគាត់គិតខ្លួនហ្នឹងក៏គាត់សម្គាល់ដែរថាអូនយកឥឡូវគឺមានការផ្លាស់ប្ដូរខ្លាំងរបៀបដែលអូនយកស្រឡឹងមកខ្លួនណាមិនមែនតិចដូចមុនទេឬក៏អូនយកណាគឺជាមនុស្សតែម្នាក់ដែលបានដំឡើងលប point របស់ខ្លួនព្រោះពេលដែលនៅមួយមីនូគឺលប point អត់ឡើងទៀតទេប៉ុន្តែស៊ូអេហ្នឹងក៏ឆ្ងល់ដែរថាអីបានវាឡើងហើយសុកវាក៏ធ្លាក់ទៅ0វិញគិតឡើងជឿចាប់មែនតែនតាំងពីដើមមកម៉ែលប point របស់ស៊ូអេហ្នឹងតែងតែកើនឡើងហើយបាត់ទៅវិញតែស៊ូអេហ្នឹងក៏អត់ដែរចោះចាញ់ដែរនៅតែព្យាយាមរហូតទោះបីជាមិនបានផលអីក៏ដោយតែខ្លួនណាតាំងចិត្តឲ្យថាថ្ងៃណាមួយប្រកាសជាធ្វើឲ្យបានស៊ូអេហ្នឹងក៏ងើបឡើងទៅរៀបចំអីមួយអូនយកញាក់មកស៊ូអេគាត់ក៏ថាគាត់អត់អាចឲ្យ birthday របស់មិត្តភក្តិគាត់បែបហ្នឹងបានទេហើយខ្លួនគាត់និយាយថាអានេះមិនមែនជានំខេកទេប៉ុន្តែអាចធ្វើជំនួសបានហើយយើងក៏បានឲ្យដឹងថានំហ្នឹងក៏មិនមែននំស៊ូអេអ្នកទិញមកដែរគឺនំអូនយកទិញមកហ្នឹងហើយទិញនំមកហើយយកនំហ្នឹងធ្វើ birthday ឲ្យហ្មងទៅហើយក៏គ្មានទៀនដែរគឺយកទៅយកមកដោតធ្វើជាទៀនហើយស៊ូអេក៏ថាគាត់ខ្មាស់គាត់ជ្រៀងមិនចាញ់ទេអញ្ចឹងហើយអូនយកហ្នឹងប៉ងប្រាថ្នាឲ្យផ្លុំទៀនទៅហើយអូនយកហ្នឹងគាត់សួរធ្វើញ៉ាស់គាត់ថាឯណាទៀនស៊ូអេហ្នឹងក៏ប្រើប្រាស់កំណត់ច្នៃប្រឌិតទៅយកពិលទូរស័ព្ទហ្នឹងមកធ្វើជាទៀនហើយក៏ប្រាប់អូនយកថាឥឡូវផ្លុំមកអូនយកថាអីគេហ្នឹងមើលទៅឡើងភ្លាវស៊ូអេហ្នឹងក៏តបថាល្អជាងអត់មានអីសោះដែរលឿនណាផ្លុំមកអូនយកហ្នឹងគាត់ក៏លើកដៃសាពះប៉ងប្រាថ្នាថាចង់បានអីចឹងណាបន្ទាប់ពីប៉ងឲ្យអូនយកហ្នឹងគាត់ក៏ឲ្យទៅផ្លុំទៀនហើយស៊ូអេយើងពេលដែលអូនយកផ្លុំហ្នឹងខ្លួនក៏បិទពិលនិយាយទៅគឺដូចជាយើងផ្លុំទៀនមែនតែនចឹងអោនផ្លុំទៀនមកមើលមុខគ្នាទៀតស៊ូអេហ្នឹងក៏សួរថាមិនដែរមើលទៅដូចរបស់ពិតអត់អូនយកថាបាទដូចហើយយប់ជ្រៅមែនតើមិនដឹងជាម៉ោងប្រហែលទេតំណមតែពួកម៉ារ៉ាអឹមហ្នឹងត្រឡប់ទៅផ្ទះវិញរ៉ាអឹមហ្នឹងក៏ឆ្លៀតពិនិត្យមើលទៅឃើញថាមានស្បែកជើងមនុស្សប្រុសនៅហ្នឹងខ្លួនហ្នឹងក៏ស្លឹងទៅកាន់បន្ទប់របស់ស៊ូអេហើយក៏លួចសោចហួសចិត្តដើរចេញនិយាយខ្សឹបថាស៊ូអេធ្វើហ្នឹងគឺជារឿងដែលល្ងងខ្លៅមែនតើកាត់មកដល់ព្រឹកថ្ងៃថ្មីអូនជុតហ្នឹងគាត់ក៏ធ្វើដំណើរមកកាន់ផ្ទះរបស់គាត់វិញហើយមកដល់ខ្លួនបើកទូទឹកកកផឹកទឹកហ្នឹងក៏ឃើញមានណូតបណ្ដាយរបស់ខ្លួនហ្នឹងសរសេរទុកប្រាប់ថាគាត់ហ្នឹងអត់បានមកវិញទេរហូតដល់យប់ថ្ងៃស្អែកដោយសារតែគាត់ហ្នឹងមាន business trip ទៅប្រទេសផ្សេងអីចឹងប៉ុន្តែគាត់ក៏បានទុក cake នៅក្នុងទូទឹកកកឲ្យអូនយកដែរហើយក៏សរសេរ note happy birthday ដូចគ្នាតែពេលដែលអូនយកគាត់ក៏លេចទៅកាន់ labo លាងចានណាគាត់ក៏ឃើញមានពែងផឹកស្រា2កែវហើយនំ cake ហ្នឹងមានអ្នកហូបហើយអូនយកនេះក្តៅដូចបាយពុះក៏ងាកដើរចេញទាំងខឹងតែដើរបានបន្តិចហ្នឹងគាត់ហ្នឹងក៏ដកដង្ហើមធំរួចក៏ដើរមកវិញមកលាងពែងលាងចានហ្នឹងទៅនិយាយទៅអូនយកហ្នឹងគាត់ខឹងឪពុករបស់គាត់ត្រង់ថាយកសហាយស្មន់របស់ខ្លួនមកផ្ទះហើយសំខាន់ណាស់យកនំ cake birthday របស់ខ្លួនហ្នឹងទៅហូបពីអ្នកស្វីតផ្អែមល្ហែមណាស់ណីទៀតបើខ្ញុំជាអូនយកខ្ញុំធ្វើអត់បានអូខ្ញុំដុតផ្ទះចោលហើយកាត់មកដល់ថ្ងៃថ្មីស៊ូអេហ្នឹងគាត់កំពុងអាជីរត់ភ្លើងទៅសាលាក្រៅម៉ោងរបស់គាត់ហើយដូចដែលយើងដឹងហើយថាអ្នកគ្រូហ្នឹងគឺបានបញ្ញាឲ្យស៊ូអេហ្នឹងមើលសភៅដើម្បីត្រៀមប្រឡងដោយសារតែខ្លួនហ្នឹងអត់បានមករៀនទេឈឺដៃ
ហើយឡងស៊ូអេគូកំពុងតែមើលសភៅខ្លាំងមែនតើដោយសារតែដល់ថ្ងៃហើយនេះទៅមើលអាណាមើលអាណីចោលអាណាចោលអាណីទេបើសភៅអង្គុយអានឡើងចេញភ្លើងជាប់លើរត់ភ្លើងភ្លាមខ្លួនក៏បញ្ញាប់រត់បញ្ញាទៅតែក៏តាក់ភ្នែកជាមួយនឹង poster មួយក៏រត់បកមកវិញហើយក៏ភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែ poster ហ្នឹងគឺគេប្រម៉ូទតាក់ទងទៅនឹងរឿងដែលស៊ូអេហ្នឹងគាត់និពន្ធគាត់ហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនតើហើយបានជាមាន poster រឿងរបស់គាត់ហ្នឹងមកប្រម៉ូទនៅទីហ្នឹងហើយចៃដន្យពេលហ្នឹងយើងក៏ឃើញថានរណាម្នាក់ហ្នឹងដើរមកហើយម្នាក់ហ្នឹងគឺជាដូវ៉ាសំខាន់ដើរមកធ្វើដូចជាស្និទ្ធស្នាលខ្លាំងមែនតើក៏យកចការបស់ខ្លួនដាក់លើក្បាលស៊ូអេហើយក៏និយាយថាអូស៊ូអេហ្នឹងចូលចិត្តអញ្ចឹងមែន